ខ្ញុំបាទសូមជំរាបជូនថាទោះបីនៅក្នុងស្ថានភាពដែលយើងមានសង្គ្រាមនេះប៉ុន្តែអាដាមបាក់ខែលោកបានមានប្រសាសន៍ឲ្យដាក់ទូដៅថាយើងរៀនរស់ក្នុងស្ថានភាពសង្គ្រាមបាទមិនដេកផ្ដួលដោយការលំបាកតាមព្រំដែនទេបាទអញ្ចឹងរដ្ឋបាលបំពេញសកម្មភាពរដ្ឋបាលមន្ទីរជំនាញបំពេញការងារជំនាញហើយនឹងការពារសន្តិសុខសុវត្ថិភាពតាមគោលនយោបាយភូមិឃុំសកម្មភាពសុវត្ថិភាពទៅតែសកម្មខ្លះៗបាទអត់មាននេះទេបាទអត់មានប្រេកផ្ដួលឬអសកម្មអីដោយសារសង្គ្រាមនឹងទេបាទការកសាងសមិទ្ធផលឬការអភិវឌ្ឍមូលដ្ឋានក៏ត្រូវតែចាប់ដើមបាទអញ្ចឹងគម្រោងនានាដែលត្រូវបន្តបាទនៅណាមចន់បញ្ចប់យើងបញ្ចប់បាទហើយនឹងកសាងគម្រោងថ្មីបាទកសាងថ្មីសូមជូនថាខេត្តយើងខ្ញុំតូចបាទហើយជួយបិទផលិតភាពកសាងតិចបាទកម្រិតជីវភាពជាពលរដ្ឋបើនិយាយទៅគឺ GDP ប្រជាពលរដ្ឋរបស់យើងខ្ញុំក្នុងមួយឆ្នាំសម្រាប់មនុស្សម្នាក់តែ$1,600ទេចឹងទៀបជាងគេនៅក្នុងចំណោម25រាជធានីខេត្តនៅចុងក្រោយគេមកបាទក៏ប៉ុន្តែសកម្មភាពឬមួយការផលប៉ះពាល់ទាំងអស់នេះរួមសំជាមួយយើងនៅខេត្តនៅក្នុងតំបន់ពងរៀបដែលភាគច្រើនស្ថិតនៅក្នុងលើតំបន់ជួរភ្នំដងរែកនិងមាននីវ៉ូទឹកសមុទ្រខ្ពស់ជាងគេបាទយើងនេះអាចពី80ម៉ែត្រទៅដល់300ម៉ែត្រអញ្ចឹងកត្តាទឹកប្រើប្រាស់នេះគឺពិបាកខ្លាំងហើយត្រូវអាកាសធាតុយើងពីមួយថ្ងៃទៅមួយថ្ងៃពិភពលោកតំបន់ហើយនឹងកម្ពុជាជួបដែលបញ្ហាកម្ដៅកើតឡើងទៀតបាទគ្រោះរាំងស្ងួតទៀតអញ្ចឹងការងារបង្កើនផលនៅទីនេះក៏មិនបានជាល្អប្រហែលដែរបាទមិនបានជាល្អដែរក៏ប៉ុន្តែយើងអត់ប្រេះផ្ដួលទេយើងប្រេះផ្ដួលបាទយើងគិតខំហើយវិស័យនីមួយៗដែលមានផែនការមានសកម្មភាពហើយនឹងមានថាការរបស់ខ្លួនត្រូវតែអនុវត្តបាទអនុវត្តឲ្យបានបាទក្នុងនោះគឺដូចជំរាបជូនបាញ់មិញដែរសូម្បីតែផែនការនៃការដោះស្រាយបំបត្តិទប់ស្កាត់ហើយនៅបង្ការផ្សព្វផ្សាយអំពីអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនឹងក៏យើងចាប់ដើមប្រមូលហើយនឹងសម្អាតបាទប្រមូលនឹងសម្អាតព្រោះនេះវាជាចម្បងដែរពួកកន្លែងខ្លះជាប្រដ្ឋចូលអត់បានដោយសារលោកនៅមានចំណុចតែគ្រឿងផ្ទុះនេះបាទតែពេលយើងដោះស្រាយស្អាតទៅគឺលោកបានចូលទៅធ្វើការបង្កើនផលហើយបាទអំពីការដោះស្រាយបងប្អូនជនភៀសឹកក្រោយសង្គ្រាមឈានពានបាទដែលខ្ញុំបានបញ្ជាក់ជូនពីខាងដើមរួចហើយក៏ប៉ុន្តែសូមបញ្ជាក់លម្អិតទៀតពីព្រោះកិច្ចការងារនេះដោយសារខេត្តយើងខ្ញុំជាប់ព្រំដែនបាទហើយមតិសាធារណៈទាំងក្នុងនិងក្រៅស្រុកក៏ដូចជាបងប្អូនដែលមិនស្ថិតនៅក្នុងខេត្តរមជ័យលោកមានការយល់មិនច្បាស់លាស់ថាតើបងប្អូនជាពលរដ្ឋភៀសឹកទាំងអស់ហ្នឹងលោកទទួលបានអីបាទលោកកក់ក្ដៅទេលោកមានការគ្រប់គ្រងទេបាទពីស្ថាប័នណាបាទពីដែលរដ្ឋបាលឋានៈខ្ញុំសូមបញ្ជាក់ជូននៅពេលនេះឲ្យបានច្បាស់បាទន័យថាប្រមុខរាជរដ្ឋាភិបាលរបស់យើងសម្ដេចធិបតីហើយជាពិសេសបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រីនិងគណៈជាកាយភាពរដ្ឋបាលខេត្តរដ្ឋបាលក្រុងសុខឃុំសង្កាត់គឺលោកយកចិត្តទុកដាក់មែនទែនបាទលោកយកចិត្តទុកដាក់មែនទែន